Ok chẳng là nó không video nó trong trong dương bị scan F nó không gì trong scan F nó dương pra sầm rạp cái chỗ cho nó này nó là keyboard mà dương ok chẳng trongประกาศ file មួយអូយើងប្រើប្រាស់ header file cdo.h និង main function មួយហើយនឹង return 0 ok ចឹងខ្ញុំ declare variable មួយគឺថា int មួយទៀតគឺ char gender char name ប្រជា array ដល់20 character មួយទៀតគឺអូខេប៉ុណ្ណឹងបានចឹងដំបូងខ្ញុំចង់ឲ្យខ្ញុំចង់បញ្ចូលមួយទៀត id អូខេចឹងដំបូងខ្ញុំចង់បញ្ចូល id មួយដល់ខ្ញុំសរសេរ printf ចឹង enter id អូខេបិទ statement មួយចឹងយើងប្រើប្រាស់នៅ scanf ចឹងកន្លែងហ្នឹង id ហ្នឹងយើងបង្កើតវាជា integer ចឹងកន្លែងហ្នឹងយើងប្រើប្រាស់នៅ format f ហើយយើងសរសេរនៅសញ្ញា add id អូខេចឹងអាសញ្ញា add ហ្នឹងមានន័យថាសញ្ញាហ្នឹងមានន័យថា address operator ចឹងយើងប្រើវាដើម្បីប្រាប់ទៅ scanner ថាយើងបញ្ចូលទិន្នន័យហ្នឹងទៅឲ្យ id អូខេចឹងមួយទៀត print enter a ហើយយើងសរសេរ scanf ចឹង a ហ្នឹងយើងប្រើប្រាស់ប្រភេទsorry អាហ្នឹងយើងប្រើប្រាស់នៅភាគរយ d ចឹងអាហ្នឹងយើងបង្កើតវាជាប្រភេទ integer ដូចគ្នាអញ្ចឹងយើងប្រើប្រាស់នៅ format ភាគរយ d ហើយប្រើប្រាស់នៅសញ្ញា operator address operator a មួយទៀតគឺgender ចឹង enter gender ចឹងបើយើង scan out ចឹង gender យើងបង្កើតវាជា char ចឹងយើងប្រើប្រាស់នៅ format ភាគរយ c and gender មួយទៀតគឺ name enter name ចឹងយើងប្រើប្រាស់នៅscan out format ភាគរយ s ចឹង name ហ្នឹងយើងបង្កើតវាជា char array ចឹងយើងអត់ចាំបាច់ប្រើប្រាស់នៅសញ្ញា address operator ទេយើងដាក់តែ name មកបានអូខេចឹងយើងបង្ហាញនៅតម្លៃ user information អូខេចឹងយើងបង្ហាញដំបូងយើងបង្ហាញ id ទៅเป็น action ដាក់ id ចឹងយើងប្រើប្រាស់នៅ format d ចុះបន្ទាត់ហើយនឹង id ទីគឺ printf 8យើងប្រើប្រាស់នៅ format d ចុះបន្ទាត់8គឺ print យើងប្រើប្រាស់នៅ gender យើងប្រើជា char អញ្ចឹង gender ភាគរយ c ចុះបន្ទាត់ gender អូខេ name យើងប្រើប្រាស់ជា format ភាគរយ s
mà ok chúng save ok chẳng game bậc hai thì bốn gọi dân bị trôi nơi ID chúng ta ID rồi muốiอายุ đọc muốn okต่อ clear មួយចឹង101 21 gender name agent dara ok វាចាប់យកទៅចាំចូលចុះបន្តទៅនឹងមួយទៀតចូលដាក់50ចុះដល់ទៀត101អាយុ34ចូល name Chandra ok